ប៉ុន្តែនេះគឺជាឱកាសតែមួយគត់ដើម្បីជួយសង្គ្រោះឪពុករបស់អ្នកទទួលខុសត្រូវមែនទេតើអ្នកអាចទទួលខុសត្រូវចំពោះរឿងនេះបានទេឱកាសតែមួយគត់ល្បិចបោកប្រាស់បែបអ្នកខ្ញុំបានឃើញច្រើនហើយខ្ញុំប្រាប់អ្នកណាចេញទៅឥឡូវនេះបើមិនដូច្នោះទេខ្ញុំនឹងហៅសន្តិសុខចាំសិនគឺអ្នកទេអ្នកដែលឲ្យទឹកមួយដបដល់ខ្ញុំហើយធ្វើឲ្យខ្ញុំមានក្តីសង្ឃឹមចុងក្រោយក្នុងជីវិតខ្ញុំមកទីនេះដើម្បីសង្គ្រោះអ្នកសូមជួយខ្ញុំអាចធានាដល់ជីវិតរបស់ខ្ញុំអ្នកស្ដាប់មិនយល់ភាសាមនុស្សទេជីវិតអ្នកមានតម្លៃប៉ុន្មានសូម្បីតែសក់មួយសរសៃរបស់លោកស៊ូក៏មានតម្លៃជាងជីវិតអ្នកដែរសន្តិសុខមកយកគាត់ចេញទៅទេសូមស្ដាប់ខ្ញុំសិនអរគុណចំពោះចេតនាល្អរបស់អ្នកស្ថានភាពឪពុកខ្ញុំដឹងច្បាស់ជាងគេបើប្រៀបធៀបគ្នាខ្ញុំនៅតែជឿលើវិទ្យាសាស្ត្រច្រើនជាងលោកប្រធានវិជ្ជបណ្ឌិតសូមចាក់ថ្នាំនោះឲ្យឪពុកខ្ញុំទៅខ្ញុំសង្ឃឹមថាក្នុងពេលវេលាចុងក្រោយនៃជីវិតគាត់អាចរស់នៅដោយមានគុណភាពបន្តិចមិនបានទេខ្ញុំទើបតែថាបើចាក់ថ្នាំនោះហើយថ្នាំផ្សេងទៀតនឹងលែងមានប្រសិទ្ធភាពរួមទាំងថ្នាំរបស់ខ្ញុំផងដែរអ្នកបោកប្រាស់អ្នកមិនត្រឹមតែបោកអ្នកដទៃទេអ្នកថែមទាំងបោកខ្លួនឯងទៀតផលិតផលគ្មានប្រភពច្បាស់លាស់បែបនេះមានប្រយោជន៍អ្វីវាមិនមែនជាផលិតផលគ្មានប្រភពទេវាជាអ្វីទៅខ្ញុំធ្វើជាវិជ្ជបណ្ឌិតមកច្រើនឆ្នាំហើយមិនដែលឃើញថ្នាំណាអាចព្យាបាលអ្នកជំងឺមហារីកដំណាក់កាលចុងក្រោយបានទេបើមានថ្នាំបែបនោះពិតមែនវានឹងល្បីពេញពិភពលោកទៅហើយបានហើយកុំឆ្លោះគ្នាទៀតអីសូមសួរថាតើលោកឈ្មោះអ្វីខ្ញុំឈ្មោះស៊ីយូលោកស៊ីយូខ្ញុំទទួលបានចិត្តល្អរបស់លោកហើយប៉ុន្តែស្ថានភាពឪពុកខ្ញុំកំពុងគ្រោះថ្នាក់រាល់វិនាទីគឺមានតម្លៃណាស់ការព្យាបាលវិជ្ជាជីវៈមិនអាចទទួលយកហានិភ័យដែលមិនអាចគ្រប់គ្រងបានទេសូមយល់ពីអារម្មណ៍របស់កូនស្រីម្នាក់ផងបើលោកនៅតែបន្តរំខានខ្ញុំនឹងចាត់ទុកថាលោកកំពុងបង្កបញ្ហាហើយខ្ញុំគ្មានជំរឿក្រៅពីហៅសន្តិសុខទេប៉ុន្តែគ្មានប៉ុន្តែទៀតទេវាពាក់ព័ន្ធនឹងពេលវេលាចុងក្រោយរបស់ឪពុកខ្ញុំមិនអាចប្រថុយបានឡើយស្ថានភាពយ៉ាងម៉េចហើយមិនល្អទេអ្នកជំងឺសន្លប់យូរពេកមុខងាររាងកាយកំពុងចុះខ្សោយយ៉ាងច្បាស់តាមការប៉ាន់ស្មានគាត់ប្រហែលជាមិនអាចឆ្លងផុតយប់នេះបានទេលោកស៊ូមុននេះខ្ញុំបារម្ភថាលោកចាស់ស៊ូនឹងមានស្ថានភាពបន្ទាន់បែបនេះដូច្នេះខ្ញុំបានត្រៀមថ្នាំនេះទុកនៅក្នុងបន្ទប់ជំងឺជានិច្ចឥឡូវនេះដោយសារលោកស៊ូបានយល់ព្រមខ្ញុំនឹងចាក់វាភ្លាមថ្នាំចាក់នេះជាអ្វីវាជាថ្នាំប្រភេទពិសេសមួយបន្ទាប់ពីចាក់រួចអ្នកជំងឺនឹងស្លាប់ក្នុងរយៈពេលខ្លីដូច្នេះវាមិនអាចឆ្លងកាត់ការអនុម័តផ្លូវការបានទេប្រធានថ្នាក់បើចាក់ថ្នាំនេះទៅនោះគ្មានសង្ឃឹមរស់ទៀតទេចាំសិនបើចាក់ថ្នាំនេះចូលទៅនោះគ្មានឱកាសរស់បន្តទៀតឡើយអ្នកណាឲ្យអ្នកចូលមកទីនេះប្រញាប់ចេញទៅក្រៅឥឡូវនេះខ្ញុំព្រមមានអ្នកម្ដងទៀតកុំរារាំងការព្យាបាលរបស់ខ្ញុំ